នៅក្នុងព្រះគម្ពីរហេព្រើរជំពូក13ខ5បានចែងថាកុំបណ្ដោយខ្លួនឲ្យឆ្លក់នឹងការស្រឡាញ់ប្រាក់ឡើយគឺត្រូវស្កប់ចិត្តនឹងទ្រព្យសម្បត្តិដែលបងប្អូនមាននៅពេលនេះត្បិតព្រះជាម្ចាស់មានព្រះបន្ទូលថាយើងនឹងមិនទុកអ្នកចោលហើយក៏មិនបោះបង់អ្នកចោលដែរ